ជាបឋមនេះខ្ញុំសូមគោរពចំពោះគណៈថាវតីលោកគ្រូអ្នកគ្រូបងបងប្អូនសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះនាងខ្ញុំមានឈ្មោះថាយីមរ៉ានីជាសិស្សរៀននៅថ្នាក់ទី 8A នៃសាលាអនុវិទ្យាល័យហ៊ុនសែនកជាបន្តទៅនេះនាងខ្ញុំមានបទស្មូតមួយបទដែលមានចំណងជើងថាគឺបទសាមគ្គីរបស់សត្វព្រាបជាបទពាក្យ7សូត្របែបមេត្រីបារីករាយសន្តាប់ជាមួយនឹងនាងខ្ញុំដូចតទៅថ្លែងពីស្ដេចព្រាបជ្រាបយល់ការឃើញព្រានប្រាថ្នាកើតមងសៅព្រោះព្រានព្រាចព្រោះប៉ិតពីលខ្លៅបងចាប់ពងផើងប្រាកដជាងព្រាបកាត់ប៉ិតពេលក្រចៅចាស់ព្រានកាប់សក់ច្បាស់ធ្វើអន្ទាក់ជាលប់សំណាញ់វិញចង់ពាក់ព្រានអ្នកចាប់វងព្រាពុំខានសូមអរគុណ